พงศ์បានបន្តចំណាការនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការជូនបងប្អូនប្រជាពលរដ្ឋដែលជាចំហមួយដែលចង់បានរបស់រដ្ឋាភិបាលដែលក្នុងការដោះស្រាយប្រព័ន្ធតុលាការនេះសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋឡើងទៅដល់តុលាការផ្សេងៗហើយដល់អាចជួយរំលឹកបានថាតាំងពីចាប់ដើមមកកាន់ខេត្តកំពតរបស់ពេលនេះ5ឆ្នាំតើយន្តការនៃការដោះស្រាយក្រៅប្រព័ន្ធតុលាការនឹងបានលទ្ធផលបែបម៉េចដែរក្នុងសម្រួលចេញអរគុណណាស់ថ្ងៃនេះបងខាងប្រញ្ញាលោកអញ្ជើញមកនេះជាមហាកិត្តិយសធំណាស់តែខ្ញុំបានជំរាបជូននៅយន្តការខ្លះតែពាក់ព័ន្ធជាមួយនឹងយន្តការនៃការដោះស្រាយក្រៅប្រព័ន្ធតុលាការនៅក្នុងខេត្តកំពតរបស់យើងនេះយន្តការនេះជាគោលនយោបាយរបស់រដ្ឋាភិបាលនិងកិច្ចចង្អុលការរបស់ក្រសួងខាងផ្ទៃរបស់យើងបាទអញ្ចឹងកន្លងមកនេះពាក់ព័ន្ធជាមួយយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការនៅក្នុងខេត្តកំពតនេះខ្ញុំសូមគ្រប់នឹងបញ្ជាក់ជូនថាខ្ញុំមកក្រោយពីរដ្ឋាភិបាលអនុញ្ញាតឲ្យគ្រប់គ្រងខេត្តនេះវាចូលដល់អាណត្តិទី2អញ្ចឹងបើខ្ញុំគិតទៅវាចូល5ឆ្នាំអញ្ចឹង5ឆ្នាំនេះយើងបានដោះស្រាយនៅទំនាស់វិវាទក្រៅប្រព័ន្ធនេះបើយើងគិតទៅទាំងទូទាំងធំបាទប្រហាក់ប្រហែលជាជាង 3000 ករណីបាទដូចជា 3300 ជាងករណីបាទអញ្ចឹងយន្តការនៃការដោះស្រាយក្រៅប្រព័ន្ធនេះខ្ញុំសូមគ្រប់បញ្ជាក់ជូនថាយើងមានយន្តការដូចខាងក្រោមទី1នៅពេលដែលពុកម៉ែប្រជាពលរដ្ឋរបស់យើងលោកមានបញ្ហាវិវាទគឺយើងត្រូវដោះនៅថ្នាក់ភូមិបាទថ្នាក់ភូមិយើងដោះនៅថ្នាក់ភូមិរួចដោះមិនរួចយើងត្រូវរុញការងារនេះករណីនេះមកថ្នាក់ឃុំថ្នាក់ឃុំដោះមិនរួចគឺយើងមកថ្នាក់ខេត្តថ្នាក់ស្រុកបាទថ្នាក់ស្រុកមិនរួចយើងមកថ្នាក់ខេត្តប៉ុន្តែយន្តការនៃការដោះស្រាយនេះយើងអត់មានឲ្យប្រើប្រាស់ពេលវេលាយូរទេបាទនៅពេលដែលភូមិលោកដោះបានលោកដោះមិនរួចរយៈពេលប្រហែលថ្ងៃត្រូវរុញមកឃុំដោះមិនរួចដោះស្រាយមិនរួចគឺយើងត្រូវតែរុញមកថ្នាក់ស្រុកដោះមិនចប់ឬក៏មិនរួចយើងអាចរុញមកថ្នាក់ខេត្តនេះជាយន្តការសំខាន់ណាស់អញ្ចឹងគ្រប់យន្តការនៃការដោះស្រាយតាមតំណែងនេះខ្ញុំប្រឌិតឃើញថាគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងបញ្ហាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះជាគំនិតផ្ទាល់របស់ខ្ញុំបាទទេខ្ញុំយល់ថាមានលក្ខណៈប្រសើរណាស់ហើយធ្វើឲ្យពុកម៉ែប្រជាពលរដ្ឋរបស់យើងលោកខ្លះបាទលោកមានការចូលរួមហើយមានការត្រេកអរច្រើនបាទជាមួយបញ្ហាការងារនេះខ្ញុំសូមបញ្ជាក់ថាមូលហេតុអីបានជាខ្ញុំនិយាយដូចនេះជាគំនិតផ្ទាល់របស់ខ្ញុំតែខ្ញុំធ្វើការដោះស្រាយដោយផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តនៅក្នុងយន្តការនេះបាទគឺយ៉ាងម៉េចកន្លងមកនេះគឺយើងបានធ្វើការសម្របសម្រួលនេះគឺយើងបានដឹងច្រើនពាក់ព័ន្ធជាមួយនឹងបញ្ហាវិវាទនិងបញ្ហាតម្រូវការនិងចំណង់ចំណូលចិត្តរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងបាទហើយក្នុងករណីនេះខ្ញុំសូមគ្រប់ជំរាបជូនថាយ៉ាងម៉េចកន្លងមកនេះថ្នាក់ភូមិថ្នាក់ដោះស្រាយថ្នាក់ភូមិថ្នាក់ឃុំថ្នាក់ស្រុកបាទជាយន្តការមួយប៉ុន្តែសំខាន់គឺថ្នាក់ខេត្តគឺយើងបានរៀបចំយន្តការនេះចែកចេញជាពីរបាទទី1គឺយើងដោះនៅក្នុងខេត្តនៅរដ្ឋបាលនៅសាលាខេត្តករណីខ្លះគឺយើងដោះនៅលើទីតាំងជាក់ស្ដែងអញ្ចឹងខ្ញុំសូមបញ្ជាក់នៅយន្តការទាំងពីរនេះដើម្បីឲ្យបងប្អូនមានការជ្រាបថាពេលដែលយើងទទួលបានករណីទំនាស់វិវាទដែលភូមិឃុំស្រុកដោះមិនបានគឺឡើងមកដល់ខេត្តនៅខេត្តយើងមានបង្កើតនៅលេខាធិការឋានមួយលេខាធិការឋាននេះគឺយើងមានការទទួលនៅពាក្យប្តឹងឬក៏ពាក្យមិនពេញគឺវិវាទមិនពេញចិត្តបាទតែបងប្អូនពុកម៉ែប្រជាពលរដ្ឋគ្រួសាររបស់យើងនេះដែលលោកបានធ្វើការតំណែងមកហើយតម្រូវឲ្យយើងធ្វើការចូលរួមដោះស្រាយជូនលោកបំពេញនៅបំណងប្រាថ្នារបស់លោកនេះគឺពេលនេះខ្ញុំទទួលបានហើយខ្ញុំនឹងរៀបចំករណីបណ្ដឹងនៃសំណុំពរពុកម៉ែយើងទាំងអស់ដើម្បីយើងរៀបចំទៅតាមស្រុកក្រុងរបស់យើងព្រោះនៅទីនេះខ្ញុំគ្រប់ជំរាបជូនថាយើងមានចែកចេញជាតំបន់រដ្ឋបាលយើងមាន7ស្រុកក្រុង2បាទ85ឃុំ8សង្កាត់ស្មើនឹង491ភូមិអញ្ចឹងពេលដែលយើងទទួលបានពាក្យបណ្ដឹងទាំងអស់នេះគឺយើងរៀបចំឧទាហរណ៍ថាឥឡូវយើងនៅក្នុងស្រុករបស់យើងមួយនៅក្នុងស្រុកឈូកដែលយើងមាន15ឃុំអញ្ចឹងយើងបែងចែកចេញជា3 5ឃុំអញ្ចឹងនៅក្នុង5ឃុំមួយហ្នឹងតើមានវិវាទប្រមាណខ្លះដែលអាជ្ញាធរភូមិឃុំស្រុករបស់យើងដោះមិនចប់អញ្ចឹងឡើងមកដល់ខេត្ត5ឃុំហ្នឹងយើងស្រង់បានថាឥឡូវមាន30ករណីតែយើងត្រូវដោះអញ្ចឹងនៅពេលដែលយើងចុះទៅដោះស្រាយនេះគឺយើងយកទីតាំងណាដែលនៅកណ្ដាល5ឃុំហ្នឹងគឺយើងយកកណ្ដាលទៅដោះកណ្ដាល5ឃុំហ្នឹងហើយយើងនឹងកំណត់ពេលវេលាដើម្បីឲ្យពុកម៉ែយើងលោកអញ្ជើញទៅក្នុងការដោះនេះហើយខ្ញុំជម្រាបជូនថានៅពេលដែលយើងអញ្ជើញទៅនេះពុកម៉ែរបស់យើងគឺយើងអញ្ជើញតាំងពីគេហៅថាមេភូមិប្រវត្តិសាស្ត្រមេភូមិប្រវត្តិសាស្ត្រនេះបងជម្រាបថាគឺមេភូមិដែលលោកដឹកនាំបន្តដឹកនាំរហូតមកដល់ពេលនេះដែលលោកនៅមានបច្ចុប្បន្នតាំងពីថ្ងៃកំណត់ទី2របស់យើងបាទតាំងពីថ្ងៃកំណត់ទី2ក្រោយថ្ងៃ7មករាដែលសម្ដេចនាយកលោករំដោះប្រសូតឲ្យយើងមានថ្ងៃកំណត់ទី2ដែលសម្ដេចយកបាទដោះដូរនឹងអាយុជីវិតបានទឹកដីនិមិត្តភូមិទាំងមូលនឹងប្រសូតបានអាយុជីវិតរបស់យើងពីថ្ងៃកំណត់ទី2របស់យើងនឹងគឺមេភូមិនឹងអញ្ចឹងលោកដឹងពីប្រវត្តិច្បាស់តាំងពីថ្ងៃកំណត់ទី2របស់យើងថាអ្នកណាមានដីទៅនឹងអ្នកណាអត់ដីទៅនឹងអ្នកណាយករបស់អ្នកណាហើយនឹងសាក្សីរស់មួយចំនួនទៀតដែលនៅក្នុងមូលដ្ឋានពុកម៉ែយើងដែលមានវិវាទបាទតែអ្នកនៅទីនោះជាសាក្សីអញ្ចឹងយើងធ្វើការសម្របសម្រួលដោះស្រាយនៅទីនោះតែម្ដងអញ្ចឹងយន្តការនៃការដោះស្រាយនេះគឺពេលនោះខ្ញុំគិតថាមកវេទិកាដែលខ្ញុំចោះដោះកន្លងមកនេះមិនតិចជាង3000នាក់បាទអ្នកមានវិវាទក៏មកចូលរួមអ្នកអត់មានវិវាទក៏មកចូលរួមទាំងអស់គ្នាបាទមកចូលរួមទាំងអស់គ្នាដើម្បីស្ដាប់និងផ្ដល់នូវភាពត្រឹមត្រូវយុត្តិធម៌ទៅដល់បងប្អូនយើងបាទដែលលោកមានភាពត្រឹមត្រូវទាំងអស់គ្នាអញ្ចឹងនៅក្នុងយន្តការនៅពេលការដោះស្រាយនេះបាទគឺខ្ញុំសូមបញ្ជាក់ថាពេលនោះគឺខ្ញុំអោបជំនាញទៅទាំងអស់ជំនាញត្រូវទៅទាំងអស់អាជ្ញាធរនឹងជំនាញទៅទាំងអស់រួមគ្នាទាំងអស់នៅពេលដែលអ៊ំប្រុសអ៊ំស្រីពុកម៉ែរបស់យើងដែលលោកមានការស្រស់ស្រួលគ្នាហើយនោះយើងត្រូវដកពាក្យបាទដែលដាក់ពាក្យប្តឹងនៅឃុំនៅស្រុកអីហ្នឹងគឺយើងដកទាំងអស់ហើយយើងបញ្ចប់រឿងនេះដោយឲ្យជំនាញបំពេញនីតិវិធីទៅលើលិខិតស្នាមដើម្បីបំពេញសិទ្ធិឲ្យបងប្អូនយើងដែលក្រោយពីលទ្ធផលនៃការដោះស្រាយនេះតែម្ដងបាទហើយខ្ញុំសូមបញ្ជាក់ផងដែរថានៅពេលដែលយើងទៅដោះស្រាយនេះយើងបានជួបជុំជាមួយនឹងបងប្អូនពុកម៉ែរបស់យើងល្អណាស់បាទល្អណាស់ដោយសារមូលហេតុអីដោយសារពេលនោះគឺយើងមានការចូលរួមច្រើនហើយយើងបានអញ្ជើញគាត់មកហើយយើងរៀបចំជាអាហារបាទនៅក្នុងហ្នឹងខ្ញុំសូមជម្រាបជូនថាយើងរៀបចំនៅជាអាហារបាទនៅជាអាហារហ្នឹងយ៉ាងម៉េច3000នាក់
ឬក៏3000នាក់4000នាក់ឬក៏មិនតែជាង2000ដែរមានតែលើ2000នាក់ជាងបាទព្រោះយើងតាមរយៈកៅអីដែលយើងយកទៅរៀបចំជូនពុកម៉ែយើងហ្នឹងយើងដឹងថាកៅអីហ្នឹងមានប្រមាណកៅអីហ្នឹងមានប្រមាណដែលយើងបានរៀបចំហ្នឹងអញ្ចឹងយើងដាក់កខ្ញុំឲ្យពេលហ្នឹងយើងឲ្យខាងយុវជនរបស់យើងបាទក្រុមយុវជនរបស់យើង200នាក់100នាក់អញ្ចឹងទៅហើយនឹងយើងជួលចុងភៅបាទចុងភៅដែលលោកដាំបាយនៅតាមពិធីការរោងការផ្សេងៗហ្នឹងទៅយើងយកឆ្នាំងខ្ទះធំហ្នឹងបាទយកទៅ10អីចឹងទៅដាំបាយពីព្រឹកឲ្យទៅ4 10 20ខ្ទះចឹងទៅហើយយើងខ្ចប់ត្រីខរបស់យើងដែលយើងមាននៅក្នុងឃ្លាំងទុកហ្នឹងបាទ3 4 5000កំប៉ុងទៅយកទៅយើងយកស្លឹកឈូកទៅបាទដាំបាយរួចខ្ចប់ដាក់ស្លឹកឈូករួចហើយដល់ម៉ោង12ហ្នឹងយើងចាត់ចែងទៅយុវជនយើងផ្សាយបាយហ្នឹង4 10 20កញ្ឆេចឹងទៅហើយជាមួយនឹងត្រីខហ្នឹងទៅចែកជូនពុកម៉ែយើងយើងទទួលទានរួមគ្នាតែម្ដងបាទទទួលទានរួមគ្នានឹងយើងបានទទួលទានរួមគ្នានៅពេលហ្នឹងផងនេះជាលក្ខណៈហើយនៅក្នុងយន្តការនេះខ្ញុំជំរាបអូនថាខ្ញុំគិតថាច្បាប់ជារឿងមួយបាទពេលខ្លះបងប្អូនរបស់យើងវាកាត់ស្នាមរបស់គាត់អានេះខ្ញុំនឹងបាទនឹងបញ្ជាក់ជូនបន្តិចនៅក្នុងយន្តការនៃការដោះស្រាយនេះគឺខ្ញុំតែងតែមុននឹងធ្វើការដោះស្រាយក៏ដូចជាពេលដែលខ្ញុំបានមកកាន់នៅក្នុងខេត្តនេះដំបូងបំផុតគឺខ្ញុំទៅគ្រប់កម្មវិធីទាំងអស់ហើយខ្ញុំចុះជាប់ទាំងអស់ទាំង93ឃុំសង្កាត់491ឃុំគឺខ្ញុំចុះអស់បាទនៅពេលដែលយើងចុះជួបជាមួយនឹងពុកម៉ែយើងបានសុំបញ្ចូលខ្លួនម្នាក់ទៀតគ្រប់ក្រុមគ្រួសារពុកម៉ែយើងនៅក្នុងខេត្តនេះសូមបញ្ជាក់ជូនបងប្អូនដែរថានៅក្នុងខេត្តយើងមានជាង 180,000 គ្រួសារស្មើនឹង 72,000 នាក់អញ្ចឹងនៅក្នុង 180,000 គ្រួសារនេះគឺក្នុងនាមខ្ញុំជាអភិបាលខេត្តគឺខ្ញុំក៏បានបញ្ចូលខ្លួនក្នុងនាមជាកូនម្នាក់ប្អូនម្នាក់ពូម្នាក់ចៅម្នាក់ឬក៏អ៊ំម្នាក់នៅគ្រប់ក្រុមគ្រួសារទាំង 180,000 នេះបាទជាគ្រួសាររបស់យើងដែលមានកូនម្នាក់ជាអភិបាលខេត្តនិងជាប្រធានគណៈបកប្រជាជនប្រចាំខេត្តនេះអញ្ចឹងនៅពេលអត្ថប្រយោជន៍ដែលយើងបានចូលជាសមាជិកគ្រួសារនេះយើងមានសិទ្ធិក្នុងការសម្រេចនៅពេលដែលយើងដោះបាទពេលខ្លះបងប្អូនខ្លះគាត់បានទៅបន្លែប្រឡំបាទលោកឪពុកលោកអត់ទាន់បានផ្ទេរជាអំណោយជាអីទេប៉ុន្តែគាត់ទៅបានធ្វើលិខិតស្នាមបាត់ហើយអញ្ចឹងបើសិនជាយើងគិតថាបើគាត់ទៅធ្វើលិខិតស្នាមយើងក៏បានស្រាវជ្រាវច្រើនដែរអញ្ចឹងតើតើយើងប្រើប្រាស់យន្តការក្នុងនាមជាបងម្នាក់ក្នុងគ្រួសារដើម្បីគ្រប់សួរទៅលោកឪពុកលោកម្ដាយឬក៏លោកយាយលោកតារបស់យើងថាតើអ្វីដែលបងប្រុសទទួលបានជាសិទ្ធិត្រឹមត្រូវពីអំណោយរបស់គ្រួសារទេប្រចាំតកូលទេពីលោកឪពុកលោកម្ដាយឬក៏លោកយាយលោកតាដែរឬក៏អត់តែបើអត់ទេអានឹងត្រូវតែឲ្យកូនប្អូនឬក៏ចៅទាំងអស់នេះត្រូវផ្ទេរមកលោកឪពុកលោកម្ដាយវិញបាទឲ្យយើងប្រើប្រាស់ឋានានុក្រមគ្រួសារអញ្ចឹងការនេះបងចង់រំលឹកឲ្យបងឃើញណារំលឹកថាអត្ថប្រយោជន៍ដែលយើងបានចូលជ្រៅជាមួយនឹងការរស់នៅប្រចាំថ្ងៃពិតប្រាកដជាមួយនឹងពុកម៉ែប្រជាប្រដ្ឋរបស់យើងទើបយើងអាចបាទមានសិទ្ធិគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះបើមិនអញ្ចឹងយើងអត់មានគ្រប់ទេបើប្រើដាក់ខ្លួនជាសមាជិកគ្រួសារផងក្នុងនាមអាជ្ញាធរក្នុងនាមអាជ្ញាធរផងបើមិនអញ្ចឹងយើងអត់នេះបានយើងអត់អាចនេះបានទេបាទយើងអត់ជាសិល្បៈមួយតែបើសិនជាពំនុកសោតគឺយើងអត់អាចធ្វើការដោះស្រាយបានពីព្រោះដោយសារមូលហេតុអីពេលខ្លះលិខិតស្នាមហ្នឹងអ្នកមកប្តឹងទៅឆ្លោះទៅទួយអ្វីដែលគេទទួលបានអញ្ចឹងឧទាហរណ៍ចេះឧទាហរណ៍មួយអញ្ចឹងវាបងប្រុសនេះវាជារឿងនៅក្នុងយន្តការនៃការដោះដែលយើងទទួលបានជាក់ស្ដែងថ្ងៃហ្នឹងកូនមកលួងលោកម្ដាយថាម៉ែឥឡូវខ្ញុំម៉ែកម្មសិទ្ធិឬក៏មរតកហ្នឹងម៉ែផ្ទេរមកឲ្យខ្ញុំមកណាដោយសារឥឡូវហ្នឹងដោយសារពុនគឺសម្ដេចផ្ដល់ឲ្យដោយសារលោកម្ដាយផ្ទេរមកឲ្យកូនអត់មានជាប់ពុនថាប្រាពុនអីទេអញ្ចឹងបាទអញ្ចឹងម៉ែផ្ដល់ឲ្យហើយមកហើយដោយសារម៉ែផ្ដល់ឲ្យខ្ញុំមានលក្ខខណ្ឌដូចខាងក្រោមបាទមានដូចឲ្យរឿងហ្នឹងបងចង់បញ្ជាក់ពីហ្នឹងណាថ្ងៃសិលជូនលោកម្ដាយប្រមាណបាយទៅវត្តមកទឹកជូនចៅទៅលេងលោកម្ដាយប្រមាណដងម៉ែឈឺរបៀបម៉េចមិនមានលក្ខខណ្ឌប៉ុន្តែលក្ខខណ្ឌផ្ទាល់មាត់ក្នុងនាមលោកម្ដាយត្រូវមានព្រមវិហារតជាមួយកូនត្រូវជឿជាក់មិនអញ្ចឹងប៉ុន្តែកូនអត់បានធ្វើអញ្ចឹងទេនៅពេលដែលផ្ទេរទទួលរួចហើយដីហ្នឹងទៅដាក់ខ្លាដីលូហើយលោកម្ដាយទៅលោកឪពុកទៅលែងចូលរហូតដល់ពេលអញ្ចឹងវាកើតជារឿងមិនទុកចិត្តអញ្ចឹងដល់ពេលកើតរឿងមិនទុកចិត្តលោកម្ដាយទាំងអស់លោកត្រូវគោរពរបស់លោកអញ្ជើញរបស់ដើម្បីឲ្យបងធ្វើការដោះស្រាយជាក់ស្ដែងឥឡូវបើយើងគិតទៅក្នុងច្បាប់តើបងអូនគិតយ៉ាងម៉េចបើបានហ្នឹងជាកម្មសិទ្ធិរបស់បុគ្គលមួយទៀតហើយដោយមានស្នាមមេដៃផ្ទេរទួលត្រឹមត្រូវតាមច្បាប់មិនអញ្ចឹងយើងបងអូនត្រូវធ្វើម៉េចអាហ្នឹងតើយើងយកឋានានុក្រមគ្រួសារមកនិយាយឯងកន្លងមកបានសន្យាមួយលោកម្ដាយរបៀបម៉េចឥឡូវបានធ្វើទេឥឡូវមិនបានធ្វើទេឥឡូវសមាជិកក្នុងគ្រួសារទាំងអស់បានដឹងលឺទាំងអស់ថាអូនសន្យាចេះហើយចំណែកដែលលោកម្ដាយផ្ទេរឲ្យហ្នឹងគឺក្នុងចំណែកដែលឯងបានសន្យាអញ្ចឹងឥឡូវអត់សន្យាត្រូវធ្វើម៉េចបាទចិត្តទៅពីគ្រូគ្នាហើយត្រូវឆ្លងគ្នាទៅវិញទៅមកពេលខ្លះលោកម្ដាយក៏មានការយោគលោកក៏សុំពាក់កណ្ដាលមកវិញអញ្ចឹងពេលដែលឯកភាពគ្នាហើយនៅពេលហ្នឹងគឺដាច់ខាតត្រូវមានការផ្ទេរទូបាទនីតិវិធីពេលវេលិខិតស្នាមអីទាំងអស់ជំនាញនៅហ្នឹងត្រូវតែមានការរៀបចំផ្ទេរទូភ្លាមតែម្ដងអត់មានឲ្យឆ្លងកាត់ទេនេះជាលទ្ធផលហើយដល់ជួយបញ្ជាក់តិចក្នុងចំណោមជាង3000ករណីហ្នឹងអាចបញ្ជាក់ថាពេលដែលសម្របទៅសាក់ជារំពងប្រមាណករណីហើយភាគច្រើននៅខេត្តកំពតនេះរឿងអ្វីដែលបានឡើងមកដល់ដៃឯកឧត្តមដើម្បីជួយដោះស្រាយជូនលោកបាទរឿងនេះបងសូមបញ្ជាក់ជូនបងដែរជាការពិតនៅក្នុង3000រឿង3000ករណីឬ3000ករណីដែលយើងបានធ្វើការសម្របសម្រួលនេះរយៈពេល5ឆ្នាំនេះបានអាប់ជាងកន្លងមកនេះគឺ 90% ជាបញ្ហាវិវាទដីធ្លីមកគឺច្រើនលើសលប់បំផុតគឺវិវាទដីធ្លីពាក់ព័ន្ធនឹងគេមរតកពាក់ព័ន្ធមួយវិវាទព្រំដីបាទកន្លងមកនេះខ្ញុំសូមគោរពបញ្ជាក់ជូនថាករណីដំណោះដីធ្លីនេះវាមានរវាងប្រជាពលរដ្ឋសហគមន៍ជាមួយនឹងដីរដ្ឋរវាងប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុនប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋបាទអញ្ចឹងបញ្ហាទាំងអស់នេះវាយើងមិនអាចក្នុងករណីនឹងពាក្យបណ្ដឹងដែលឲ្យយើងធ្វើការដោះស្រាយមួយទៅតាមអ្វីដែលជាក់ស្ដែងដែលពលរដ្ឋបានបណ្ដឹងបាទប៉ុន្តែករណីទាំងអស់នេះខ្ញុំបានបញ្ជាក់ខាងលើអញ្ចឹងគឺមានអញ្ចឹងបាទភាគច្រើនគឺរឿងដីធ្លីនេះតែម្ដងនៅក្នុងពេលនេះបាទហើយខ្ញុំសូមបញ្ជាក់ផងដែរថានៅពេលដែល
យើងធ្វើការសម្របសម្រួលរួចបងប្អូនយើងពីច្រើនលោកដូចជាមានការជឿជាក់បាទមានការជឿជាក់ច្រើនណាស់ទៅលើយន្តការហ្នឹងបាទដោយសារលោកទទួលបានលទ្ធផលភ្លាម ចុះពីច្រើនសាសជាគ្នា បើសិនជាឆ្លងកាត់នៃការដោះស្រាយកន្លងមកនេះឆ្លងកាត់ពីភូមិពីឃុំពីស្រុករហូតដល់ខេត្តគឺត្រូវផ្ដាច់មកបាទពីច្រើនគឺខ្ញុំត្រូវផ្ដាច់នៅ មិនបន្តឡើងដល់ឡើងហើយទេ ហើយនៅពេលខ្លះខ្ញុំសូមបញ្ជាក់ជូនថាវិវាទខ្លះដូចតាំងឆ្នាំ97បាទ97មានលោកអ៊ំយើងពីររូបហ្នឹងគាត់បានជួបគ្នារវាងតែគាត់ធ្លាប់មួយធ្លាប់ចងគោមួយទៀតធ្លាប់ស្នាក់នៅបាទដល់ពេលអញ្ចឹងដីហ្នឹងចែកគ្នាទៅវាអត់បានបាទគាត់មានការប្រតិញបន្ទងគ្នាអញ្ចឹងទៅដល់ពេលដែលយើងចុះធ្វើបានកាលណាមានវិវាទមិនអនុញ្ញាតឲ្យបានទេបាទតោះតែយើងបានសះជាសិនបានយើងបានធ្វើបានជួបបាននេះជាគោលការណ៍ច្បាប់ដល់ពេលអញ្ចឹងសំណុំរឿងនេះនឹងមកចូលដល់ខ្ញុំធ្វើការដោះស្រាយទៅយើងក៏ឈានចូលទៅដល់ដើម្បីផ្ដាច់រឿងហ្នឹងបាទខ្ញុំឃើញថាលោកអ៊ំទាំងពីររូបលោកបានមានប្រជជនច្រើនហើយបាទម្នាក់78ជាងទាំងអស់ហើយលោកដូចមានការបាទពេលវេលាលោកក៏វាមិនច្រើនទៀតដែរអញ្ចឹងក៏ខ្ញុំក៏យកសំណុំរឿងនេះបាទយកមកធ្វើការដោះស្រាយក្នុងលក្ខណៈគ្រួសារបាទថ្ងៃហ្នឹងពាក់ជារបស់ខ្ញុំលោកអញ្ចឹងទៅដែរអញ្ចឹងក៏ខ្ញុំបាទមានបាទលទ្ធភាពខ្លះអញ្ចឹងក៏សូមទិញដីនឹងឡើងបាទសូមទិញដីនឹងឡើងទៅដើម្បីផ្ដាច់សំណុំរឿងហ្នឹងណាទិញដីឡើងហើយក៏ដីហ្នឹងយើងបវលទៅឲ្យធ្វើជាកម្មសិទ្ធិភូមិបាទសម្រាប់បញ្ចុះសក់ជាសាធារណៈតែម្ដងបាទហើយគាត់ក៏មានការចូលរួមត្រេកអរជាមួយយើងហើយយើងដោះស្រាយជូនគាត់តម្លៃដីនឹងជូនគាត់ចែកគ្នាទៅបាទហើយក្នុងការដោះនឹងវែងណាបាទដោះវែងតែខ្ញុំមិនអាចបញ្ជាក់បានទេពេលវេលាហ្នឹងអានេះជាយុទ្ធវិធីក្នុងការដោះបាទសិល្បៈក្នុងការដោះណាជូនថវិកាគាត់ទៅហើយយើងក៏ជូនប៉ុនអ្វីដែលជាការផ្ដល់ឲ្យដីហ្នឹងគឺជូនប៉ុនហ្នឹងសម្រាប់គាត់ទាំងពីរនាក់វិញហើយយើងក៏បញ្ចប់រឿងហ្នឹងទៅបាទហើយចំពោះបញ្ហារឿងនេះខ្ញុំគិតថាវាពាក់ព័ន្ធច្រើនបាទទៅលើបញ្ហាវិវាទនឹងទំនាស់នេះទៅតាមជាក់ស្ដែងនៃទំនាស់បាទបើយើងរៀបរាប់វាមិនអស់ទេវាច្រើនបាទច្រើនណាស់ហើយដល់អាចជួយចែករំលែកបទពិសោធន៍របស់បានជាទៀតចូលក្នុងការដោះស្រាយបញ្ហានានាសម្រាប់អាជ្ញាធររបស់យើងក្នុងករណីក៏មានករណីទំនាស់មួយចឹងហើយដល់មុននឹងជាតិទៅដោះស្រាយជាសាធារណៈហ្នឹងហើយដល់ត្រូវធ្វើមិនសិក្សាស្វែងយល់ប្រមូលធាតុចូលអីយ៉ាងម៉េចហើយការដោះស្រាយនេះវាត្រូវការជឿទុកចិត្តពីគូភាគីហ្នឹងអញ្ចឹងហើយដល់ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យអ្នកដែលមានទំនាស់ហ្នឹងជឿទុកចិត្តមកលើឯដល់បញ្ហានេះខ្ញុំសូមគោរពបញ្ជាក់ជូនបងប្អូនថាកន្លងមកនេះចំពោះករណីដែលយើងបានដោះវិវាទនេះខ្ញុំមិនដែលបានស្រាវជ្រាវទាំងមុនទេតែសំខាន់បំផុតគឺខ្ញុំត្រូវឆ្លងយកនៅរបាយការណ៍នៃលទ្ធផលនៃការដោះជាជំហានរបស់អាជ្ញាធរដែនដីរបស់យើងដែលពីពុកពីភូមិពុកពីឃុំហើយនិងអភិបាលស្រុកដែលមានកំណត់ហេតុមួយខ្ញុំគាត់មើលច្បាស់បន្តិចណាដល់រឿងទៅប៉ុន្តែសំខាន់បំផុតខ្ញុំសូមគោរពជំរាបជូនបងប្អូនថាពុកម៉ែប្រជាប្រដ្ឋរបស់យើងជនជាតិរបស់យើងមានភាពថ្លៃថ្នូរណាស់ហើយជឿជាក់ទៅលើបុណ្យបាបបាទអញ្ចឹងនៅពេលដែលយើងដោះនេះគឺពេលហ្នឹងគឺយើងឲ្យអ្នកទាំងពីរហ្នឹងគឺលោកអញ្ជើញមកធ្វើការសារសាប់សងខាងអះអាងសងខាងតាអ្នកឯងមានហេតុផលអីអះអាងយ៉ាងម៉េចបានថាជារបស់អ្នកឯងខាងនេះយ៉ាងម៉េចមានឯកសារខ្លះអញ្ចឹងនៅពេលដែលអ្នកទាំងពីរនេះបានមកសារសាប់នៅចំពោះបងមហាជនពុកម៉ែយើងទាំងអស់រាប់ពាន់អ្នកនៅក្នុងភូមិដែលជាសាក្សីរស់ទាំងអស់នោះហើយគេរងចាំស្ដាប់ទាំងអស់គ្នាបាទរងចាំស្ដាប់ទាំងអស់គ្នានៅពេលហ្នឹងបងគោរពជំរាបជូនថានៅពេលហ្នឹងបងប្អូនយើងទាំងសាក្សីទាំងអស់ពុកម៉ែយើងក្នុងភូមិលោកបានស្ដាប់ហើយពេលហ្នឹងយើងមិនបាច់ទេយើងគ្រាន់តែពេលដែលអ្នកទាំងពីរបានរៀបរាប់អស់ពីសេចក្តីនៃការចង់បានពីហេតុផលទាំងអស់ហើយយើងសួរទៅសួរពុកម៉ែយើងថាតើអ៊ំប្រុសអ៊ំស្រីលោកឪពុកអ្នកម្ដាយទាំងអស់ដែលជាសាក្សីនៅរឿងនេះទាំងអស់តើកូនក្មួយយើងបងខាងនេះតើមួយណាជាម្ចាស់ពិតប្រាកដបាទហើយយើងសួរនៅមើលខាងនេះម្ចាស់ពិតប្រាកដអត់បើម្ចាស់ពិតប្រាកដផ្ទះដៃងាត់ឈឹងហើយចុះខាងនេះម្ចាស់ពិតប្រាកដអត់បើម្ចាស់ពិតប្រាកដផ្ទះដៃប្រាវអានេះជាហេតុផលមួយដែលយើងអាចសម្រេចបានបាទអញ្ចឹងយើងក៏សួរទៅគាត់វិញថាតើឥឡូវយើងគួរសម្រេចឲ្យអ្នកណាបើខាងនេះអត់មានហេតុផលផងហើយសាក្សីដែលពុកម៉ែយើងបានចាំបានដឹងមកមិនមែនជារបស់គាត់ទេគាត់ចង់បានតើយើងត្រូវធ្វើម៉េចអានេះយើងចាប់ប្រាប់ទៅទៀតថាតើការចង់បាននេះដោយសារស្អីដោយសារជីវភាពនៃការខ្វះខាតតម្រូវការជាក់ស្ដែងឬក៏ការចង់បាននឹងបើជាអំពើខុសឆ្គងជាការខូចឬក៏របៀបម៉េចពេលហ្នឹងយើងដឹងណាបាទយើងដឹងព្រាមយើងយកមកថ្លឹងព្រាមយកសក់ទុកពួកគាត់មកថ្លឹងពេលខ្លះអ្នកនឹងឯងមកចាំលើដីគេមកចាំលើដីដល់ពេលយូរទៅពាក្យខ្មែរគេថាបាក់កំពង់លំជឿណានៅកន្លែងនឹងរហូតមិនដឹងទៅណាក៏មានកំណត់ចង់បានអញ្ចឹងបើសិនជាដឹងដល់ហ្នឹងអ្នកម្ខាងទៀតដែលមានដីធំដីច្រើនយើងគិតថាក៏មានការចូលរួមចំណែកជួយសម្រួលណាផ្ដល់ឲ្យគ្រួសារយើងបងប្អូនយើងជនជាតិយើងឲ្យបានរស់ផុសទៅបាទចែកប៉ុណ្ណេះម៉ែត្រប៉ុណ្ណោះម៉ែត្រឲ្យទៅហើយបើសិនជាគាត់មានកំណត់ខូចអញ្ចឹងឲ្យជប់ឲ្យគាត់នៅទៅណាចែកប៉ុណ្ណឹងដាច់ឲ្យគាត់ទៅហើយបញ្ចប់ទៅបាទអានឹងយើងអាចដោះស្រាយអញ្ចឹងយើងក៏សុំការយល់យោគពីបាទអ្នកដែលមានលទ្ធភាពច្រើនទៅឲ្យអ្នកនឹងទៅអានឹងអញ្ចឹងអានឹងបងបានធ្វើយន្តការនេះគឺជោគជ័យអញ្ចឹងឬក៏បងមានការរួមចំណែកខ្លះជាមួយនឹងអ្នកដែលមានលទ្ធភាពទៅដើម្បីតម្រូវការឲ្យបងប្អូនប៉ុន្តែយើងនិយាយនៅក្នុងគណៈនេះមិនមែនយើងយកយន្តការនេះដើម្បីយើងទៅគ្រប់គ្រងឬក៏លើកទឹកចិត្តឲ្យមនុស្សខូចទេយើងអត់បានលើកទឹកចិត្តឲ្យមនុស្សខូចតែខាត់ប៉ុន្តែអ្វីដែលយើងធ្វើមានការសម្រុះសម្រួលនឹងការយកនេះគឺវាពាក់ព័ន្ធទៅនឹងស្ថានភាពជីវភាពនៃការរស់នៅជាក់ស្ដែងព្រោះអ្នកនឹងឯងក៏ជាជនជាតិរបស់យើងហើយជាពិសេសទៀតគឺបងដូចជំរាបបងខាងដើមថាបងជាមេគ្រួសារនៅទីនេះបាទអញ្ចឹងជាមេគ្រួសារដែលខាត់គឺយើងត្រូវតែមានការចូលរួមជាមួយនឹងបងប្អូនគ្រួសារយើងតោះអ្នកណាអត់អ្នកណាគ្មានយើងត្រូវតែមើលទាំងអស់គ្នាហើយដល់ខ្ញុំចង់បញ្ចប់មកជាមួយទាំងសម្រាប់រឿងនេះខ្ញុំធ្លាប់បានលើកឡើងថានៅតាមភូមិឃុំខ្លះជាអាជ្ញាធរគួរតែជាទីពឹងផ្អែករបស់ប្រជាពលរដ្ឋប៉ុន្តែខ្ញុំឃើញនៅតាមខេត្តខ្លះពេលប្រជាពលរដ្ឋមានបញ្ហាវាច្រើនជាការរត់ទៅរកអ្នកព័ត៌មានឬក៏រត់រកអីដែលគាត់មិនទៅរកអាជ្ញាធររឿងខ្ញុំលើកករណីរឿងទៅក៏អត់ទៅរកអាជ្ញាធរនៅក្នុងដែនដីរបស់គាត់ដែលជាម៉ែឲ្យគាត់ដើម្បីជួយដោះស្រាយនឹងទេមិនដឹងថាក្នុងចិត្តគាត់ហ្នឹងយ៉ាងម៉េចខ្ញុំចង់លើកករណីឲ្យដល់ដែលបានផ្ដល់ទំនុកចិត្តលើការដោះស្រាយការប្រព័ន្ធតុលាការនេះវាមានប្រែប្រួលយ៉ាងម៉េចសម្រាប់ជំនឿចិត្តរបស់ប្រជាពលរដ្ឋពេលគាត់មានបញ្ហាអញ្ចឹងធ្វើឲ្យទំនុកចិត្តលើអាជ្ញាធរសម្រាប់ពួកគាត់យ៉ាងម៉េចដែរជាការកត់សម្គាល់របស់ឯងបញ្ហានេះសំណួរបងប្អូនពិតជាល្អប៉ុន្តែបងប្អូនត្រូវដឹងថាពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រួសាររបស់យើងការយល់ដឹងរបស់លោកនៅមានកម្រិតនៅឡើយទៅតាម
ម្នាក់មនុស្សម្នាក់អ្នកខ្លះក៏បានយល់ដឹងច្រើនអ្នកខ្លះក៏កម្រិតយល់ដឹងនៅមានកម្រិតអញ្ចឹងអ្វីដែលជាតម្រូវការនៃការទាមទាររបស់ពួកគាត់គឺអានឹងទៅតាមចិត្តរបស់គាត់ជួនកាលគាត់មានជំនឿទៅលើអ្នកនេះអ្នកនោះអញ្ចឹងណាប៉ុន្តែចំពោះយន្តការនៅក្នុងខេត្តបងនេះគឺបងនិយាយឲ្យឡែកគឺជាទូទៅកាលណាសំណុំរឿងធ្លាក់មកដល់ភូមិឃុំគឺបងត្រូវតែដោះស្រាយភ្លាមបាទហើយនៅក្នុងករណីខ្លះដែលយើងមិនអាចដោះស្រាយបានដោយសារតែយន្តការទាំងអស់នោះដែលកំពុងតែដំណើរការនៃយន្តការតុលាការបាទអញ្ចឹងយើងមិនអាចទៅនេះបានទេលើកលែងតែនៅក្នុងករណីដែលពុកម៉ែយើងមានតម្រូវការហើយសំណុំពរនឹងជាក់ស្ដែងដែលជាបញ្ហាកើតឡើងគឺយើងត្រូវធ្វើការដោះស្រាយហើយនៅក្នុងករណីនេះបងសូមបញ្ជាក់ជូនដែរថានៅទីនេះបងតែងតែអប់រំនឹងការប្រើប្រាស់ពាក្យពេចន៍ខ្លះជាមួយនឹងមន្ត្រីក្រមអាវ៉ាត់របស់យើងអាជ្ញាធរគ្រប់លំដាប់ថ្នាក់គឺបងធ្វើយ៉ាងម៉េចឲ្យអាជ្ញាធររបស់យើងនឹងក្លាយទៅជាលោកឪពុកមួយដ៏ល្អអញ្ចឹងនៅទីនេះសូម្បីតែមេឃុំក៏បងហៅពុកដែរគឺមន្ត្រីរបស់បងទាំងអស់ថ្នាក់របស់យើងនឹងជាប្រវត្តិយើងគឺតែងតែហៅពុកមេភូមិបាទពុកមេឃុំអញ្ចឹងពាក្យថាលោកឪពុកមួយម៉ាត់នេះមិនមែនថានិយាយឲ្យពីរោះស្ដាប់ឬក៏ដើម្បីស្អីទេគឺដើម្បីឲ្យយល់ពីអត្ថន័យពីតួនាទីរបស់ខ្លួនតម្លៃកិត្តិយសរបស់ខ្លួនដែលខ្លួនមានតួនាទីដែលគេហៅជាលោកឪពុកនេះតើត្រូវដើរតួរបៀបម៉េចលោកឪពុកនេះគឺសំខាន់ណាស់ត្រូវមានព្រហ្មវិហារធម៌ទាំង4បាទត្រូវគិតគូរគ្រប់បែបយ៉ាងទាំងអស់ជាមួយនឹងមនុស្សក្រមគាត់ដែលគេបានទទួលស្គាល់ថាហៅយើងជាលោកឪពុកដូចជាពុកមេភូមិពុកមេឃុំពុកចៅសង្កាត់នៅក្នុងខេត្តនេះគឺទូទៅហើយបាទគឺទូទៅពុកម៉ែយើងតែងតែយកពាក្យនេះមកប្រើបាទអញ្ចឹងខ្ញុំគិតថានិយាយដល់ឡែកនៅក្នុងខេត្តរបស់ខ្ញុំនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គឺលោកមានការយកចិត្តទុកដាក់ខ្ពស់បាទជាមួយនឹងសុខទុក្ខផ្ទាល់សុខទុក្ខពិតប្រាកដជាមួយនឹងបងប្អូនប្រជាពលរដ្ឋរបស់យើងនៅក្នុងខេត្តនេះហើយក្នុងវិវាទនេះខ្ញុំក៏សូមបញ្ជាក់បន្តិចជូនបងប្អូនដែរថាវិវាទដីធ្លីគឺវាមានច្រើនករណីច្រើនប្រភេទហើយខ្ញុំសូមបញ្ជាក់ជូនពីបញ្ហាមួយប្រភេទទៀតគឺបញ្ហាវិវាទការបាត់ផ្លូវខ្ញុំជឿថាការបាត់ផ្លូវនេះមិនមែនមានតែក្នុងមូលដ្ឋានរបស់ខ្ញុំទេណាវិវាទនេះអញ្ចឹងការបាត់ផ្លូវនេះស្រួលដោះជាងគេបំផុតស្រួលដោះជាងគេបំផុតមូលហេតុដែលខ្ញុំស្រួលដោះដោយសារឥឡូវនេះបងដឹងហើយថាវិទ្យាសាស្ត្រសម័យបច្ចេកវិទ្យាទំនើបរបស់យើងនេះអត់មានស្អីដែលបិទបាំងបានទេបាទអញ្ចឹងឧទាហរណ៍ថាឥឡូវបុគ្គលម្នាក់តែគាត់ពីមុនគាត់ទិញដីតូចទេដល់ពេលគាត់ពង្រីកទិញដីធំបានទាំងអស់ទៅជាផ្លូវនឹងនៅកណ្ដាលភូមិគាត់អញ្ចឹងគាត់ត្រូវបិទផ្លូវនឹងដើម្បីយកផ្លូវនឹងតែម្ដងប៉ុន្តែគាត់អត់ដឹងថាផ្លូវហ្នឹងជាផ្លូវលំហនៃការធ្វើចរាចរណ៍របស់បងប្អូនយើងពីភូមិមួយទៅភូមិមួយអីទេជួនកាលគាត់ប្រើសិទ្ធិអញ្ចឹងមកបាទអញ្ចឹងបងប្អូនយើងត្រូវប្រឹងព្រាមបាទប្រឹងព្រាមមកហ្នឹងគឺយើងស្រួលហើយពេលហ្នឹងគឺយើងជាទូទៅដែលខ្ញុំទៅដោះគឺខ្ញុំមានទូ LED ធំហ្នឹងហើយខ្ញុំឲ្យជំនាញខាងសូយ៉ាដីរបស់យើងនេះលោកជំនាញច្បាស់លាស់ណាស់ទៅខាងនេះគឺយើងយកផែនទីបាទ Google Map ផែនទីលើអាកាសបញ្ជាន់ហ្មងបាទយើងដេញមើលឧបមាថាឥឡូវប្តឹងគ្នានៅក្នុងឆ្នាំ2021ប្តឹងថាបាត់ផ្លូវអ្នកដែលខូចចង់បានផ្លូវថាអត់មានផ្លូវបងប្អូនដែលជនរងគ្រោះប្តឹងថាពីមុនមកផ្លូវមានផ្លូវប៉ុន្តែឥឡូវបាត់នាំគ្នាអត់មានផ្លូវដើរទេវាឆ្ងាយណាស់ចេះមួយចុះពីរអញ្ចឹងបើមានបញ្ហាឆ្នាំ2021យើងត្រូវយកផែនទីលើអាកាសនេះបញ្ជាន់មើលតាំងពីឆ្នាំ2017 18 19 20 21តើមានសំណៅផ្លូវដែរឬក៏អត់ព្រោះអញ្ចឹងមុននឹងយើងឈានចូលដល់ធ្វើការដោះនេះយើងឲ្យអ្នកទាំងពីរប្រឹងមេដៃឲ្យបើមានផ្លូវត្រូវបើកផ្លូវបើអត់ផ្លូវគឺជប់ប្តឹងអញ្ចឹងមនុស្សយើងត្រូវការភាពយុត្តិធម៌បាទត្រឹមត្រូវអញ្ចឹងដល់ពេលយើងយកផែនទីនេះផ្សឹកមើលតាមឆ្នាំទៅឃើញថាមានផ្លូវអ្នកបាត់ផ្លូវត្រូវបើកវិញបើសិនជាមិនបើកទេខ្ញុំនឹងប្រើប្រាស់ច្បាប់ប្រទេសច្បាប់រដ្ឋតើអ្នកបាត់ផ្លូវសាធារណៈរបស់រដ្ឋមានទុកមានពីប៉ុណ្ណាពេលហ្នឹងខ្ញុំនឹងរៀបចំសំណុំរឿងនេះបាទនៅទីនេះគឺយើងមានគ្រប់សពទាំងអស់បាទរាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃលោកផ្ដល់នៅមានមេធាវីប្រចាំខេត្តអញ្ចឹងសម្រាប់រៀបចំនីតិវិធីទៅតាមច្បាប់សម្រាប់រុញទៅបាទស្ថាប័នច្បាប់បាទទៅសិក្សាដំបូងខេត្តអញ្ចឹងយើងអាចទប់ស្កាត់បានប៉ុន្តែកន្លងមកនេះនៅក្នុងករណីនេះយើងអត់ដែលបរាជ័យបាទជោគជ័យព្រោះអ្នកទាំងអស់គ្នាមើលឃើញជាមួយខ្ញុំនៅភ្នែកនឹងតែម្ដងថានេះអញ្ចឹងឃើញអញ្ចឹងពិតអញ្ចឹងយើងត្រូវតែបើកបាទហើយបើសិនជាក្នុងលក្ខណៈដែលឯងថាប៉ះពាល់អញ្ចឹងចុះបាទអានឹងអត់ទេអ្វីសំខាន់បំផុតគឺតតែសមូហភាពនៅទីនោះមានការសម្រេចបាទអរគុណច្រើនសម្រាប់កម្មវិធីទី1ដែលបងរើដោះស្រាយការប្រព័ន្ធវែងដែរឥឡូវខ្ញុំចូលទៅករណីទី2លើការកសាងអភិវឌ្ឍក្រុងនិយាយដល់ពិតត្រង់ទៅមុនពេលអាដាមចេញមកពីនៅមុខផ្លូវមុខសាខេត្តនេះរៀងជំនៀតមិនសូវជំនាញឆ្នេរមិនសូវជំនាញកន្លែងហាត់ប្រាណឲ្យបងប្អូនជាពលរដ្ឋទេតែក្រុងជាពេល5ឆ្នាំឃើញមានសមិទ្ធផលផ្លែជាច្រើនហើយមានការចាប់អារម្មណ៍ច្រើនណាស់ដូចជានាឡិកាធំសេះសមុទ្រអីចឹងទៅហើយដែលលើកពីនោះគឺការរៀបចំស្ថាប័ននេះដូច្នេះខ្ញុំចង់ឲ្យអាដាមជួយបញ្ជាក់តិចមក5ឆ្នាំអាដាមមកដល់ខេត្តកពតភាគនិរដីជាខេត្តដែលអាចកំពុងតែទេសចរមួយធំដែរអញ្ចឹងអាដាមបានរៀបចំធ្វើអ្វីខ្លះនៅក្រុងកពតនេះដើម្បីលើកកម្ពស់សុខភាពទាក់ទាញអ្នកទេសចរចំណាំជំនួសចេញបាទអរគុណសំណួរនេះពិតជាប្រសើរណាស់បាទខ្ញុំនឹងគ្រប់នឹងជម្រាបជូនបញ្ជាក់នៅខាងក្រោមចំពោះការអភិវឌ្ឍនៅក្នុងខេត្តយើងដឹងថានៅក្នុងប្រជាជាតិកម្ពុជារបស់យើងនេះគឺយើងមានតែខេត្ត4ទេដែលជាប់នៅតំបន់ឆ្នេរបាទគឺយើងមាននៅក្នុងនោះគឺមានខេត្តកំពតមួយបាទដែលជាខេត្តជាប់តំបន់ឆ្នេរដែរហើយខ្ញុំសូមគោរពបញ្ជាក់ជូនថានៅក្នុងខេត្តកំពតរបស់យើងនេះយើងមានឆ្នេរដែលលាតសន្ធឹងរហូតដល់ 66.5 គីឡូម៉ែត្រដែលតភ្ជាប់ពីខេត្តកែបរហូតដល់ខេត្តបរសៃនោះយើងមានប្រវែង 66.5 គីឡូម៉ែត្រអញ្ចឹងនៅជាប់តំបន់ឆ្នេរទាំងអស់នេះយើងមានដៃព្រែកចំនួន13ដែលហូរធ្លាក់ពីភ្នំកញ្ចាយទៅភ្នំបូកគូបាទដៃព្រែកទាំង13នេះគឺជាលំហូរផ្លូវទឹកក៏ដូចជាសរសៃឈាមទេសចរសំខាន់ណាស់សម្រាប់ខេត្តហើយខ្ញុំសូមគោរពជម្រាបជូនថានៅក្នុងខេត្តរបស់យើងនេះគឺយើងមានព្រែកមួយដែលពុះចំកណ្ដាលក្រុងកំពតតែម្ដងដែលជាបេះដូងនៃខេត្តតែម្ដងបាទហើយព្រមជាមួយនោះគឺយើងមានតំបន់គោលដៅ42កន្លែងដែលជាគោលដៅសំខាន់ដែលជាទេសចរធម្មជាតិនៅក្នុងខេត្តអញ្ចឹងនិយាយដល់ឡែកពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍនៅក្នុងខេត្តជាគោលដៅចម្បងជាគោលដៅស្នូលផ្អែកទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់និងប្រកបទៅដោយភាពឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលលោកចំអកការចុះថាដាក់ទិសដៅថាយើងធ្វើយ៉ាងម៉េចដើម្បីយើងពង្រីកស្រូបយកនៅកំណើនទេសចរជាតិនិងអន្តរជាតិដើម្បីការទ្រទ្រង់
នឹងលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋអញ្ចឹងក្នុងនាមរដ្ឋបាលខេត្តខ្ញុំក៏បានបាទលើកនៅផែនការនេះជាមួយនឹងក្រុមប្រឹក្សាខេត្តជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជំនាញទាំងអស់នៅក្នុងខេត្តដើម្បីយើងប្រមូលប្រើប្រាស់នៅមធ្យោបាយសរុបកម្លាំងសរុបនិងយោបល់សរុបដើម្បីធ្វើម៉េចដើម្បីឲ្យខេត្តយើងមានការពង្រឹងផ្ដុំល្អហើយនឹងអនុវត្តឲ្យបានមានប្រសិទ្ធភាពបំផុតនៅតាមអនុសាសន៍ដ៏ខ្ពស់របស់សម្ដេចបាទអញ្ចឹងហើយលទ្ធផលដែលបងបានឃើញនេះបាទគឺជាចំហរួមគ្នាតែមួយរបស់ថ្នាក់ដឹកនាំខេត្តនឹងផ្អែកទៅនៅអនុសាសន៍ដ៏ខ្ពស់របស់សម្ដេចបាទអញ្ចឹងកន្លងមកនេះយើងបានចាត់ចែងយើងបានរៀបចំនៅក្នុងខេត្តនេះយើងបានរៀបចំនៅដូចជាឆ្នេរជាប់មាត់ព្រែកបាទឆ្នេររបស់យើងនេះយើងបានបូមសាច់ហើយយើងប្រើប្រាស់អាចនឹងហែលទឹកបាននៅពេលរដូវក្តៅបាទឆ្នេរទាំងនេះហើយយើងនឹងកសាងនៅរូបសំណាកមួយចំនួនទៀតដូចបងបានឃើញបានមានការតាក់ទាញមួយចំនួននេះដូចជាមាននីលកាយៈនីលកានេះកម្ពស់35ម៉ែត្រដែលមានអង្កត់ផ្ចិត9ម៉ែត្រចុច7បាទហើយយើងមានកន្លែងបាញ់ទឹករំទៅតាមចង្វាក់ភ្លេងនេះដែលមានទឹកតឹង23ម៉ែត្របដោយ67ម៉ែត្រដែលយើងនឹងអាចបំរើឲ្យបងប្អូនទេសចរជាតិនិងអន្តរជាតិនេះយើងបាញ់ពីថ្ងៃពុធសុក្រសៅរ៍បាទពុធសុក្រសៅរ៍ថ្ងៃសៅរ៍វាជាថ្ងៃទឹកដែរអញ្ចឹងយើងគិតតែបាញ់តែ3ថ្ងៃពុធសុក្រសៅរ៍បាទពីព្រោះដោយសារឥឡូវនេះយើងការចូលរួមជាមួយនឹងការសន្សំចៃភ្លើងហើយនឹងប្រេងបាទបាញ់ម្ដងអស់ច្រើនពាន់គីឡូណាបាទអញ្ចឹងយើងមានការអញ្ចឹងទៅហើយយើងបាញ់រងថ្ងៃក៏វាមិននេះដែរអញ្ចឹងទេសចរនៅក្នុងខេត្តនេះគឺភាគច្រើនគឺលោកយើងចាប់ពីថ្ងៃពុធបាទពុធសុក្រសៅរ៍បាទទឹកមានខ្លះបាទអញ្ចឹងហើយចំពោះបញ្ហាការអភិវឌ្ឍនៅសមិទ្ធផលដែលបងឃើញគឺគោលដៅតែមួយគត់គឺដើម្បីបម្រើនៅផលប្រយោជន៍អត្ថប្រយោជន៍ជាពិសេសគឺការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅក្នុងខេត្តកណ្ដោះបាទហើយបញ្ជាក់ជូនដែរចំណុចនេះខ្ញុំបញ្ជាក់ជូនថាពីមុនដែលទេសចរមិនទាន់កើនគឺយើងមានការត្រួតត្រងច្រើនពីព្រោះនៅក្នុងខេត្តនេះខ្ញុំជំរាបបងប្អូនថាបងជាមេគ្រួសារម៉ូតូឌុបមេគ្រួសារអាជីវករមេគ្រួសារគ្រូបង្រៀនមេគ្រួសារកូនក្មួយដែលមានមុខរបរមិនច្បាស់លាស់នៅក្នុងខេត្តបាទអញ្ចឹងជាមេគ្រួសារតាក់ស៊ីបាទអញ្ចឹងមេគ្រួសារទាំងអស់អញ្ចឹងអ្វីដែលបងប្អូនយើងមានបញ្ហាលំបាកគឺយើងតែងតែមានការចូលរួមដោះស្រាយប៉ុន្តែអ្វីដែលជាការដោះស្រាយនៅទីនេះដែលបងយកជាគោលសំខាន់នោះគឺបញ្ហាជីវភាពអញ្ចឹងខ្ញុំគិតថាតើមានកគឺយើងអាចរកបានហើយបាទព្រោះក៏អាវសម្លៀកពាក់យើងម្នាក់វាអត់មានខ្វះទៀតទេអញ្ចឹងយើងមានតកបានអញ្ចឹងជាទូទៅនៅខេត្តនេះបងមានការចូលរួមពីសប្បុរសជនមួយចំនួននៅក្នុងឱកាសនេះក៏បងអរគុណដែរជាមួយនឹងលោកដែលបានចូលរួមណាជាទូទៅគឺបងយកតកហើយបាទអញ្ចឹងនៅក្នុងឃ្លាំងខេត្តហើយនៅក្នុងឃ្លាំងដែលស្តុកទុកនៅរោងម៉ាស៊ីនក៏បងមានចំនួនច្រើនដែរដើម្បីត្រួតត្រងជីវភាពនេះហើយជាពិសេសនៅក្នុងការងារនេះគឺបងសូមបើកវងចោលបន្តិចចុះគឺនៅទីនេះក្នុងប្រវែង66គីឡូពី5នៃតំបន់ឆ្នេររបស់យើងនិងដៃព្រែកទាំង13នេះគឺយើងមានប្រជានេសាទរបស់យើងមាន9សហគមន៍ហើយ9សហគមន៍នេះជាទូទៅខ្ញុំសូមជម្រាបជូនថាបងប្អូនរបស់យើងគឺពឹងផ្អែកទៅលើជីវភាពនិងមុខរបរប្រចាំថ្ងៃរបស់ពួកលោកពឹងទៅលើផ្ទៃសមុទ្រអញ្ចឹងបើរដូវកាលខ្លះពេលវេលាខ្លះដែលមានរងដោយសារព្យុះខ្លាំងគឺលោកទៅចេញនេសាទបានទេអញ្ចឹងយើងត្រូវតែផ្ដល់ជូនបាទផ្ដល់ជូនអានេះជាការចែករំលែកនៅក្នុងការងារនេះហើយជាពិសេសទៅទៀតបងបានរួមសុខទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋរបស់យើងដូចជាមន្ទីរពេទ្យខេត្តគឺអ្នកដែលមកព្យាបាលជំងឺយើងមានរបបរដ្ឋប៉ុន្តែអ្នកកំដរមានទេមិនចឹងបាទអញ្ចឹងបងប្អូនយើងទូទាំងខេត្តអ្នកណាមកព្យាបាលហ្នឹងទៅអញ្ជើញមកសាលាខេត្តទៅយកអង្គទៅ4-5គីឡូ10គីឡូអញ្ចឹងប្រឡាក់ត្រីសាច់ពីមូលដ្ឋានមកហូបចប់ទៅវិញជាទូទៅមួយថ្ងៃអត់តែជាង35នាក់នេះបាទអញ្ចឹងអានេះជាការចូលរួមប្រចាំថ្ងៃផងហើយជាពិសេសទៅទៀតនៅក្នុងថ្ងៃនេះខ្ញុំជម្រាបជូនថាទេសចរនៅក្នុងខេត្តរបស់យើងគឺមានកំណើនកើនច្រើនបាទកំណើនច្រើននៅក្នុងរយៈពេល7ថ្ងៃអត់តែជាងចន្លោះពី40000ទៅ50000នាក់ជាទូទៅនៅក្នុងសប្តាហ៍7ថ្ងៃក្នុងគិតមួយសប្តាហ៍ចន្លោះពី35000ទៅ45000ឬក៏50000អានេះខ្ញុំអត់និយាយថ្ងៃបុណ្យនេះបើថ្ងៃបុណ្យថ្ងៃខ្លះវាចូល80000 2 ទៅ100000អានេះថ្ងៃបុណ្យដែលមានព្រឹត្តិការណ៍ធំបាទអញ្ចឹងកំណើនច្រើនអញ្ចឹងខ្ញុំកំណើននេះគឺពាក់ព័ន្ធជាមួយនឹងទេសចរដែលលោកអញ្ជើញមកកំសាន្តមកស្នាក់នៅក្នុងខេត្តរបស់យើងដូចថ្ងៃមុនដូចជាពិសាបូជាបាទថ្ងៃនោះគឺអត់មានមកតែអត់មានមកអស់លីបាទអស់លីអញ្ចឹងខ្ញុំគិតថាការងារនេះទេសចរនេះគឺល្អណាស់ដោយផ្អែកទៅតាមអនុសាសន៍ដ៏ខ្ពស់របស់សម្ដេចមហាបវរបាទគឺលោកមានចក្ខុវិស័យចំពោះមនុស្សពិតជាឆ្លៀវវៃមែនព្រោះទេសចរម្នាក់មកក្នុងខេត្តរបស់ខ្ញុំលោកអត់មានយកអីមកទេគឺមកតម្រូវការលើការហូបចុកនិងការរីករាយនៅក្នុងខេត្តរបស់យើងការទទួលទានការអីកំ ple អញ្ចឹងពេលខ្លះដែលលោកទៅផ្សារកាហ្វេលោកត្រូវការខ្លះលោកទៅទទួលទានអាហារថ្ងៃត្រង់ត្រូវការខ្លះឥឡូវនេះខ្ញុំសូមបញ្ជាក់ថាប្រជានេសាទរបស់ខ្ញុំដែលលោករកទទួលពីផលសមុទ្រមកនេះគឺលោកអត់ទាន់បើសិនជាមិនមានការកំងទុកគឺអត់មានទទួលទានទេព្រោះដោយសារកំណើនទេសចរនៅក្នុងខេត្តដូងក៏អញ្ចឹងបាទឥឡូវនេះទុរេននេះទៀតបញ្ហាដល់ខេត្តផ្លែឈើទុរេននៅផ្លែដើមដៃនៅក្នុងខេត្តកំពតនេះគឺយើងមានខាងមន្ទីរពាណិជ្ជកម្មអាជ្ញាធរដែនដីគឺត្រូវចុះត្រួតពិនិត្យពីបញ្ហាបាទផលទុរេនរបស់យើងនេះពិតប្រាកដនៅខេត្តយើងវាមិនអត់ធ្វើយ៉ាងម៉េចគឺមិនឲ្យមានការថ្នាក់ពីទេសចរមកបាទគឺយើងសម្អាតនៅទីនេះបានល្អប្រសើរបំផុតបាទពាក់ព័ន្ធខាងនេះហើយជាទិសដៅនៅក្នុងការអភិវឌ្ឍខេត្តខ្ញុំមានទីតាំងច្រើនទៀតបាទជាគំនិតផ្ទាល់ទេខ្ញុំគិតថាខេត្តរបស់ខ្ញុំខេត្តកំពតរបស់យើងទាំងអស់គ្នានេះគិតថាជាខេត្តមួយជាប់តំបន់ឆ្នេរដែរប៉ុន្តែយើងអត់ទាន់មានឆ្នេរសមុទ្រទេយើងមានតែឆ្នេរព្រែកអញ្ចឹងតែជាទិសដៅទៅមុខយើងនឹងអាចរៀបចំចេញពីឆ្នេរសមុទ្របាទដែលជាប់ជាមួយនឹងការលាតសន្ធឹងដល់វែងនៅ66គីឡូមីត្របាទនៅក្នុងជាប់បោះសមុទ្រនេះបាទនេះជាគោលដៅសំខាន់ណាស់សម្រាប់ជាចក្ខុវិស័យនៅក្នុងវិស័យទេសចររបស់យើងហើយជាពិសេសទៀតនៅក្នុងគោលដៅទាំង42កន្លែងដែលជាតំបន់ទេសចរធម្មជាតិហើយយើងនឹងមានទិសដៅអភិវឌ្ឍជាបន្តទៀតដែលពាក់ព័ន្ធជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាក់ព័ន្ធជាមួយនឹងទីកន្លែងនៃគោលដៅទេសចរមួយចំនួននៅក្នុងខេត្តរបស់យើងបញ្ហានេះខ្ញុំមិនអាចថាបញ្ជាក់ឲ្យបានជាក់លាក់ដល់បងប្អូនទេបាទព្រោះថាការអភិវឌ្ឍរបស់យើងនេះយើងពិនិត្យមើលជាក់ស្ដែងបាទទៅលើតម្រូវការនិងស្ថានភាពរបស់ទេសចរតើលោកផ្ដោតទៅលើណាបើលោកផ្ដោតទៅតំបន់ឆ្នេរយើងត្រូវតែអភិវឌ្ឍតំបន់ឆ្នេរជាចម្បងបាទនៅជាប់មាត់ព្រែកយើងត្រូវតែអភិវឌ្ឍនៅតំបន់ព្រែកបាទដែលពាក់ព័ន្ធនៅតំបន់ភ្នំគឺយើងត្រូវតំបន់ភ្នំអានឹងយើងយោងទៅតាមចំណង់ចំណូលចិត្តទាំងដែរបាទប៉ុន្តែសំខាន់បំផុតគឺនៅពេលនេះគឺខ្ញុំបានពង្រីក
ទៅលើវិស័យកសិកម្មបាទគឺខ្ញុំឲ្យលោកប្រធានទីកសិកម្មនិងគ្រូបង្រៀនកសិកម្មនៅតាមបណ្ដាស្រុកកន្លងមកនេះហើយនឹងអភិបាលស្រុកដែលជាអាណាព្យាបាលទៅនឹងពង្រីកនៅការផលិតបាទដូចជាការចិញ្ចឹមបាទចិញ្ចឹមមាន់ការដាំបន្លែបាទបន្លែទទួលទានក៏ដូចជាដើមឈើកំផ្លាញ់ដើម្បីធ្វើម៉េចដើម្បីយើងទទួលឲ្យបានបកក្រៅបំផុតនៅបងប្អូនរបស់យើងដែលលោកបានជើងនៅក្នុងខេត្តនេះកុំឲ្យមានការខ្វះចន្លោះហើយជាពិសេសទៅទៀតខ្ញុំសូមបញ្ជាក់ថានៅទីនេះចំពោះការគ្រប់គ្រងទៅលើការលក់ដូរបាទនឹងការស្នាក់នៅសន្តាគារគឺវិស័យឯកជនរបស់យើងខ្ញុំបានប្រជុំជាមួយនឹងបងប្អូនរបស់យើង1700នាក់ដែលជាវិស័យឯកជនដែលជាម្ចាស់សន្តាគាររីសតអាហារដ្ឋានភោជនីយដ្ឋានគឺយើងមិនឲ្យមានការឡើងថ្លៃនៅពេលរដូវបុណ្យទានដែលបងប្អូនរបស់យើងមកកំពុងទេបាទបើយើងលក់អស់យើងប្រាប់ថាលក់អស់អត់មានថាយើងត្រូវថែមលើសតម្លៃលើឲ្យអត់មានទេយន្តការនេះខ្ញុំគ្រប់គ្រងដូចមិនគឺខ្ញុំត្រូវមានបរិះមួយបាទឧបមាថាឥឡូវមានបរិះក្តាំងបាទបន្ទុកមួយជួលប្រមាណក្រែមួយប្រមាណក្រែពីរប្រមាណបាទអ្នកអញ្ចឹងបិទទាំងអស់បាទបិទទាំងអស់មហូបបាយមហូបមាន់អីមានទាំងអស់នៅក្នុងតម្លៃទាំងអស់បិទរួចហើយត្រូវបោះត្រាទទួលស្គាល់ពីអ្នកដែលបាទជាម្ចាស់នៅទីនោះរួចហើយលិខិតនេះត្រូវយកមកកប់ទុកម៉ាក្រូណូបាទនៅអាជ្ញាធរសង្កាត់អាជ្ញាធរឃុំបាទស្រុកហើយនឹងមន្ទីរទេសចររបស់យើងនឹងរដ្ឋបាលខេត្តហើយក្នុងនឹងដាក់លេខទូរស័ព្ទបាទនៅពេលណាដែលមានបញ្ហាមិនប្រក្រតីនៅគោលដៅណាមួយគឺយើងចុះអន្តរាគមន៍គ្នាបាទព្រោះយើងបាននិយាយគ្នារួចហើយយើងមិនអាចសម្លាប់នៅទេសចរនៅកំណើនទេសចរបាទសម្រាប់នៅកំណើនទេសចរដែលធ្វើឲ្យគាត់ថ្នាក់ហើយធ្វើឲ្យបាត់បង់ផលប្រយោជន៍រួមនៅក្នុងខេត្តដោយសារបុគ្គលណាម្នាក់បានអានេះនិយាយច្បាស់យ៉ាងឡងបាទខ្ញុំសូមមកសំណួរចុងក្រោយវែងដែរហើយសម្រាប់ខេត្តកំពតយើងនឹងថាមានកត្តាផ្សេងៗដែលទាក់ទាញទេសចរឲ្យដំបង្កើតនៅផលិតផលទេសចរថ្មីៗច្រើនប៉ុន្តែរាប់ថាទឹកក៏ជាការកត្តាទាក់ទាញទេសចរមួយដែរយើងមានព្រែកមានសមុទ្រដូច្នេះគេទៅពីការបង្កើតនៅសមិទ្ធផលថ្មីការរក្សាគុណភាពទឹកឲ្យល្អស្អាតផូរផង់ក៏ជាចំណែកនៃការទាក់ទាញទេសចរដូច្នេះខេត្តមានផែនការអីដើម្បីរក្សាគុណភាពទឹកដើម្បីស្រស់ស្អាតជាទីកំសាន្តរបស់អ្នកទេសចរដែរនៅក្នុងខេត្តរបស់យើងនេះខ្ញុំជំរាបបងប្អូនថាយើងមានដៃព្រែករបស់យើងភាគច្រើនគឺពុកម៉ែប្រជាពលរដ្ឋរបស់យើងនៅបែបខាងលើអញ្ចឹងទីមួយគឺយើងមានឲ្យគាត់ណែនាំគាត់ឲ្យគាត់ចូលរួមជាមួយនឹងការសម្អាតនៅបរិស្ថានអញ្ចឹងរាល់កាកសំណល់ទាំងអស់ដែលគាត់បានប្រើប្រាស់សល់ទាំងកាកសំណល់រឹងទាំងកាកសំណល់រាមិនអាចឲ្យគាត់ចាក់ចូលនៅក្នុងព្រែកទេបាទយើងឲ្យត្រូវមានជីកម្ដៅដើម្បីដុតឬយើងត្រូវច្រោះរបៀបម៉េចហើយយើងមានខាងអនាម័យខាងប្រមូលសម្រាមខាងអីនេះទៅដល់ដំណាក់គឺយើងប្រមូលដល់ដំណឹងបាទនេះបញ្ហាសំខាន់ណាស់អញ្ចឹងការងារនេះមួយគឺក៏យើងមានការបាទជម្រាបជូនឲ្យធ្វើការផ្សព្វផ្សាយដែរប៉ុន្តែទោះជាយ៉ាងណាក៏យើងគិតថាបងប្អូនរបស់យើងកម្រិតនៃការយល់ដឹងទៅលើផ្នែកនេះគឺវានឹងអាចល្អប្រសើរជាបណ្ដាទៅអញ្ចឹងយើងត្រូវតែមានបន្តនៅការផ្សព្វផ្សាយនេះដែលយើងចាត់ទុកដាក់បំផុតដើម្បីឲ្យបងប្អូនយើងមានរបបគំនិតមួយចេះស្រឡាញ់ចេះទទួលស្គាល់ទាំងអស់គ្នានៅអ្វីភាពល្អភាពប្រសើររបស់នេះបាទហើយចំពោះទឹកនៅទីនេះបាទទាំងការសំណល់រឹងការសំណល់រឹងយើងមានអាងកបិតកម្មរបស់យើងមាននៅក្នុងខេត្តយើងណាចឹងអត់អីទេហើយបើនិយាយពីបញ្ហាការទទួលទានទឹកអីនេះយើងមានស្ថានីយ៍ទឹកស្អាត2ក្នុងមួយថ្ងៃយើងអាចផលិតបានរហូតដល់ជាង50000ម៉ែត្រគីបជាង50000ម៉ែត្រគីបហើយចំពោះអគ្គិសនីក៏យើងមានដែរនៅយើងមានវ៉ារីអគ្គិសនីនៅក្នុងកំចាយបាទគឺដូចជា194មេហ្គាវ៉ាត់បាទនៅទីនោះបាទដូចជាបាទតែយើងអាចមានអញ្ចឹងបើនិយាយមែនទែនទៅថានៅក្នុងខេត្តរបស់យើងនេះគឺយើងនៅតែរៀបចំយន្តការនៃការអភិវឌ្ឍនេះឲ្យបានច្បាស់លាស់បាទឲ្យបានល្អប្រសើរបំផុតហើយឥឡូវនេះខ្ញុំសូមបញ្ជាក់ជូនបងប្អូនដែរថានៅក្នុងខេត្តកំពតដែលជាពលឹងដែលជាដង្ហើមទេសចរបែកខាងសហគមន៍អឺរ៉ុបច្រើនណាស់ដែលលោកមកបាទដែលលោកមានការជឿជាក់នៅក្នុងខេត្តនេះហើយលោកមកគឺគេដាក់ហាសនាមនៅក្នុងខេត្តកំពតគឺជាខ្យល់ជាឱសថដង្ហើមខ្យល់ហ្នឹងជាថ្នាំព្យាបាលនៅផ្លូវដង្ហើមដោយសារស្អីខ្ញុំសូមតំណែងបញ្ជាក់បន្តិចពីលក្ខណៈពិសេសរបស់ខេត្តខ្ញុំខេត្តរបស់យើងនេះគឺយើងមានភ្នំបូកគោមួយអញ្ចឹងពីខ្យល់ពីអស់ខ្យល់ទាំងអស់ដែលបក់មកពីលំហសមុទ្រត្រូវមកទើលើភ្នំបូកគោអញ្ចឹងមុននឹងខ្យល់បក់ស្រោចមកលើផ្ទៃខេត្តទាំងមូលគឺត្រូវរែងស្ទៃនៅលើភ្នំបូកគោសិនអញ្ចឹងរស់នៅបាទចម្រោះនៅនឹងសិនអញ្ចឹងអានេះលក្ខណៈពិសេសអញ្ចឹងពេលហ្នឹងក្លិនស្អុយឆ្អេះឆ្អាបស្អិតអីទាំងឡាយទាំងពួងដែលមកតាមរយៈខ្យល់ពីលំហមកហ្នឹងគឺត្រូវរែងស្ទៃនៅលើភ្នំបូកគោបាទអញ្ចឹងមុននឹងធ្លាក់មកហ្នឹងគឺវាបានរែងស្ទៃហ្នឹងជាប់នឹងស្លឹករុក្ខជាតិមួយចំនួននៅភ្នំបូកគោធ្លាក់មកនេះគឺខ្យល់សុទ្ធតែម្ដងបងអូនមកអង្គុយនៅក្នុងខេត្តនេះបងអូនអង្គុយដោះអាវទុកដៃខ្លីអីចឹងទៅហើយបងអូនទុកអង្គុយយូរប៉ុណ្ណាក៏អត់ស្អិតដែរទៅលើខាងបងចិត្តអួតខេត្តខ្លួនឯងសាកសិនបាទអញ្ចឹងនឹងទី1អញ្ចឹងហើយបានបែកខាងទេសចរខាងបែកសហគមន៍អឺរ៉ុបបាទគឺគាត់តែងតែមកវិសមកម្មនៅទីនេះច្រើនណាស់បាទច្រើនណាស់ភាគច្រើនគឺគាត់បានជួលទៅបាទនៅផ្ទះលំហែមួយចំនួនជាលក្ខណៈខែជាលក្ខណៈអីដើម្បីគាត់មកស្រូបយកខ្យល់ទាំងអស់នេះបាទទាំងអស់នេះទី1គឺបញ្ហាបរិស្ថានទៅលើផ្លូវដង្ហើមទី2ទៅលើចំណីអាហារខ្ញុំមិនដឹងថាបងប្រុសដែលដឹងហើយឬនៅថាអាហារសមុទ្រដែលឆ្ងាញ់ជាងគេមាននៅកំពតណាគឺមានកំពតកែបបាទកំពតបាទពួកកែបកំពតវាជាប់គ្នាក្តាមទាមឹកទាំងឡាយទាំងពួងដែលជាអាហារសមុទ្រគឺធំធាត់បានលឿនណាស់ដោយសារនៅលាតសន្ធឹងនៅលើឆ្នេរយើងទាំង66.5នេះគឺយើងមានឆ្នេរដែលគ្របដណ្ដប់ដោយស្មៅសមុទ្របាទស្មៅសមុទ្ររាប់រយរាប់ពាន់ហិកតាស្មៅសមុទ្រទាំងអស់នេះដែលជាអាហារសំខាន់បំផុតសម្រាប់ចិញ្ចឹមបីបាច់ថែទាំឲ្យសត្វសមុទ្រទាំងអស់នឹងផលសមុទ្រទាំងអស់នឹងធំធាត់បានល្អស្មៅនឹងគឺមានវីតាមីនណាស់បាទសម្រាប់ទាសម្រាប់មឹកសម្រាប់ក្តាមទាំងអស់នឹងដែលធ្វើឲ្យគាត់ធំធាត់លឿនហើយមានរសជាតិឲ្យជារសល្អស្មៅនោះគេហៅថាស្មៅខ្លុយឈ្មោះហៅថាស្មៅខ្លុយហើយស្មៅនេះកុំថាឡើយទៅកន្លែងផ្សេងកន្លែងណាក៏អត់ដុះដែរព្រោះនេះជាកត្តាធម្មជាតិដែលកំណត់គឺអត់ដុះសូម្បីតែមានអ្នកចិត្តខាងយើងមួយចំនួនបោចយកទៅដាំក៏អត់ដុះដែរបាទអត់ដុះទេគឺដុះនៅតែក្នុងនឹងតែម្ដងអញ្ចឹងមិនថាកត្តានេះគឺជាមរតកដែលដូនតាយើងបន្សល់ទុកឲ្យនេះគឺជាមរតកអមតៈ
បាទហើយក៏មានតម្លៃជាអមតៈដែរនេះទី1ទី2ខ្ញុំសូមបញ្ជាក់បងប្អូនថានៅក្នុងខេត្តនេះដែលបែកខាងអឺរ៉ុបគេមកទេសចរជាតិគេមកគេច្រើនដល់មកអង្គុយគយគុណពីត្រួយខាងកើតមើលទៅខាងលិចដោយសារភ្នំបូកូនេះដូចជាគំនូចឹងបាទដែលមើលពីត្រួយពីខេត្តហ្នឹងទៅដូចគំនូអញ្ចឹងហើយបានក្នុងនាមគណៈកម្មការគ្រប់គ្រងដីរដ្ឋគណៈកម្មការសូរិយដីគឺខ្ញុំបានសុំគោលការណ៍ទៅអាដាមឧបរួចហើយឧបសាយសម្អាតដែលលោកជារដ្ឋមន្ត្រីក្រសួងដែនដីគឺខ្ញុំសូមធ្វើប្លង់គោលមួយពាក់ព័ន្ធជាមួយនឹងការអភិរក្សនៅសំណង់ត្រួយខាងលិចនេះពេលដែលសាងសង់ត្រូវមានកម្ពស់ច្បាស់លាស់ជៀសវាងការបាំងជាមួយនឹងសោភ័ណភាពអមតៈរបស់ភ្នំបូកូកាលណាយើងសង់លើកម្ពស់វាធ្វើឲ្យបាត់បង់លើសោភ័ណភាពភ្នំវាធ្វើឲ្យបាត់បង់នៅតម្លៃដែលជាតម្លៃមហាសាលដែលដូនតាយើងបានសពទុកឲ្យនៅសោភ័ណភាពភ្នំបូកូនេះជាតម្លៃអមតៈសោភ័ណភាពអមតៈនេះគឺយើងបានរៀបចំប្លង់នេះហើយអញ្ចឹងបានកន្លងមកខ្ញុំជម្រាបជូនបងប្អូនថាខ្ញុំមានការរដ្ឋបတ်បន្តិចក្នុងនាមជាគណៈកម្មការរៀបចំដែនដីខេត្តបាទគឺខ្ញុំមានការរដ្ឋបတ်ដោយសារស្អីបើសិនជាសង់មួយបានផលប្រយោជន៍ខ្លះប៉ុន្តែតម្លៃនៃការទទួលបាននិងការបាត់បង់នេះការបាត់បង់វាមានតម្លៃធំណាស់មហាសាលអញ្ចឹងយើងត្រូវតែពិចារណាក្នុងការសាងសង់អាចសាងសង់កន្លែងផ្សេងតែมันអាចបាំងសាងសង់ឲ្យមានរំខានហើយប៉ះពាល់ទៅនឹងផលប្រយោជន៍ជាតិផលប្រយោជន៍ទេគឺมันអាចកើតបាទនេះជាឆន្ទៈកន្លងមកក្នុងការនេះហើយឥឡូវនេះយើងមានការទប់ស្កាត់ទៅយើងមានការប្រសើរណាស់បាទប្រសើរហើយជាពិសេសនៅក្នុងដៃព្រែកមួយចំនួននៅក្នុងខេត្តរបស់យើងនេះគឺយើងនឹងប្រមូលមកវិញដែលពាក់ព័ន្ធជាមួយនឹងដីសាធារណៈរបស់គាត់ពួកខ្ញុំគិតថាខេត្តនេះគឺព្រះអង្គបានបញ្ជាក់ដល់បងប្អូនខាងដើមថានៅក្នុងប្រជាជាតិកម្ពុជាគឺយើងមាន25រាជធានីខេត្តប៉ុន្តែនៅក្នុងនោះគឺយើងមានខេត្ត4ជាប់តំបន់ឆ្នេរក្នុងនោះគឺខេត្តកំពតអញ្ចឹងខេត្តកំពតក៏ជាមរតកនៃពុកម៉ែប្រជាប្រដ្ឋទាំង8ទាំង7 8 10លានអ្នកដែរអញ្ចឹងយើងត្រូវតែការពារអត់មានអ្នកណាម្នាក់ប្រើប្រាស់ជាផលប្រយោជន៍ឯកជនបានព្រោះនេះជាសម្បត្តិរបស់ជាតិអញ្ចឹងឯកឧត្តមក្រុងរបស់មាត់ព្រែកនៅតាមមាត់ព្រែកគឺអភិវឌ្ឍដល់ណាគឺយកដល់ទៅបាទគឺខ្ញុំយកច្បាប់មកប្រើបាទហើយស្រួលណាស់ឥឡូវនេះអ្នកណាចាក់យកព្រែកថាដីនឹងចាស់ដីនឹងថ្មីអត់ពិបាកទេខ្ញុំឡើងផែនទីលើអាកាសមើលភ្លាមចាក់ឆ្នាំណាខែណាថ្ងៃណាខ្ញុំដឹងភ្លាមត្រូវកាយត្រូវយកមកបាទព្រោះខ្ញុំបានបញ្ជាក់មិនអាចយកផ្ដល់ឲ្យអ្នកឯងជាមនុស្សជាបុគ្គលម្នាក់ហើយជាផលប្រយោជន៍បុគ្គលហើយបាទបងប្អូនរបស់យើងទូទាំងប្រទេសលោកមិនបានទទួលផលអត់ទេនេះជាសម្បត្តិដែលមកដល់របស់ជាតិនេះជាគោលការណ៍នៅក្នុងខេត្តបាទសូមអរគុណច្រើនអាដាមដែលបានចំណាយពេលវេលាផ្ដល់នៅព័ត៌មានជាច្រើនពាក់ព័ន្ធទៅនឹងកិច្ចការគ្រប់គ្រងដឹកនាំនិងអភិវឌ្ឍខេត្តសង្កាត់ខេត្តកំពតនឹងខ្លាយទៅជាគោលដៅទេសចរដ៏ទាក់ទាញនាពេលអនាគតក្រោមការកិត្តគូកសាងអភិវឌ្ឍឲ្យកាន់តែទាក់ទាញថែមទៀតបាទសូមអរគុណ